នាវាដឹកប្រេងឈ្មោះថាយ៉ាសា Polaris ដែលក្រុមហ៊ុន Chevron ជួលនឹងប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេងរបស់កំពង់ផែ Caspian Pipeline Consortium ឬហៅកាត់ថា CPC ត្រូវរងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី7 កក្កដាដោយយន្តហោះគ្មានមនុស្សបើកពីទីក្រុងគៀវនៅឆ្នេរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ីខណៈដែលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារមិនឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះលើគោលដៅថាមពលរបស់រុស្ស៊ីកងទ័ពអ៊ុយក្រែននិយាយថាដ្រូនរបស់ខ្លួនបានបើកការវាយប្រហារប្រឆាំងនាវាដឹកប្រេងប្រមាណ12គ្រឿងដែលជាកម្មសិទ្ធិរបស់កងនាវាស្រមោលរបស់រុស្ស៊ីដែលកំពុងដឹកជញ្ជូនឥន្ធនៈទៅកាន់តំបន់គ្រីមៀដែលរុស្ស៊ីបានបញ្ចូលជាផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការអធិប្បាយលម្អិតជាផ្លូវការណាមួយពីអាជ្ញាធរអ៊ុយក្រែនទាក់ទងនឹងឧបទ្ទហេតុដែលពាក់ព័ន្ធនឹងនាវាដែលក្រុមហ៊ុន Chevron ជួលនោះនៅឡើយទេក្រុមហ៊ុន Yasa Tanker ដែលគ្រប់គ្រងនាវាបានបញ្ជាក់តាមអ៊ីមែលថានាវា Yasa Polaris នេះគឺមិនបានផ្ទុកប្រេងទេខណៈដែលនាវានោះកំពុងអណ្ដែតនៅក្រៅឆ្នេរហើយមកដល់ពេលនេះសមាជិកនាវិកទាំងអស់មានសុវត្ថិភាពជាពិសេសនោះមិនមានសញ្ញាបង្ហាញពីការខូចខាតលើសម្បកនាវាដែរបច្ចុប្បន្នក៏មិនមានការបំពុលឬប៉ះពាល់ដល់បរិស្ថានថែមទៀតហើយនាវាក៏បានចាកចេញពីតំបន់នោះរួចហើយដោយឡែកក្រុមហ៊ុន Chevron ឯនេះវិញឲ្យដឹងថាខ្លួនបានដឹងអំពីឧបទ្ទហេតុដែលកើតឡើងលើនាវាដែលខ្លួនជួលនោះដែរទិន្នន័យដែលបង្ហាញដោយ SLEG នាវា Yasa Polaris នេះសាងសង់ក្នុងឆ្នាំ2022និងមានសមត្ថភាពផ្ទុកប្រេងបានប្រមាណ 16,000 លីត្រចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងឆ្នាំ2022មកអ៊ុយក្រែនបានបើកការវាយប្រហារលើស្ថានីយ៍ប្រេងរបស់រុស្ស៊ីនិងនាវាដឹកប្រេងនៅតំបន់សមុទ្រខ្មៅជាច្រើនលើកមកហើយកាលពីឆ្នាំមុនចំណុចចតនាវាបង្ហូរប្រេងមួយនៅស្ថានីយ៍ CPC បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារដូចគ្នានេះដែរអ្នកគ្រប់គ្រងថាមពលរបស់រុស្ស៊ីបាននិយាយថាក្រោយការវាយប្រហារតាមអាកាសពីអ៊ុយក្រែនជាប់គ្នាមកនេះបានបង្កការខូចខាតដល់រោងចក្រអូស្មန်មួយក្នុងប្រទេសរុស្ស៊ីដែលបង្ខំឲ្យកាត់បន្ថយការផលិត